នឹងការតមហាវាសម្ពាធឲ្យអ្នកជំងឺក្នុងការខឹងខ្លួនឯងផងខឹងអ្នកជុំវិញខ្លួនពិសេសអ្នកផ្ទះជួនកាលគាត់មានលួចហូបអីខ្លះអញ្ចឹងណាក្រោយការពិគ្រោះជួបអ្នកជំងឺជាច្រើនអ្វីដែលខ្ញុំបានជួបប្រទេសហ្នឹងយើងបានស្វែងរកឲ្យពីផលវិបាកតទៅនឹងរោគរាងកាយផ្សេងប៉ុន្តែយើងកម្រលើកឡើងតទៅនឹងបញ្ហាផ្លូវចិត្តរបស់អ្នកជំងឺទឹកនោមផ្អែមអ្នកជំងឺទឹកនោមផ្អែមតាមពិតទៅគាត់មានសម្ពាធផ្លូវចិត្តច្រើនមែនតើហេតុអីបានជាអ្នកជំងឺទឹកនោមផ្អែមហ្នឹងគាត់មានសម្ពាធផ្លូវចិត្តវាតកតងកតាច្រើនណាស់នៅពេលដែលបុគ្គលម្នាក់គាត់ចាប់ផ្ដើមដឹងខ្លួនថាគាត់មានជំងឺទឹកនោមផ្អែមគឺគាត់មានចាប់ផ្ដើមមានសម្ពាធផ្លូវចិត្តហើយសម្ពាធទាំងអស់ហ្នឹងវាកើតឡើងឧទាហរណ៍គាត់ដឹងថាជំងឺទឹកនោមផ្អែមជាជំងឺមួយដែលព្យាបាលអត់ជាដាច់ទេអញ្ចឹងត្រូវការតាមដានថែទាំអស់មួយជីវិតសម្ពាធនៃការលេបថ្នាំបងប្អូនសម័យមើលគាត់ថាបងប្អូនផ្ដាសាយឬក៏មានការរលាកកំពង់កគ្រូពេទ្យតម្រូវឲ្យលេបថ្នាំផ្សះមួយសប្តាហ៍ឲ្យទៀងទាត់អញ្ចឹងពេលខ្លះបងប្អូនមានផ្លិចឬចង្អើលេបអត់ទៀងអញ្ចឹងទៅចុះសម័យមើលអ្នកជំងឺទឹកនោមផ្អែមគាត់ត្រូវលេបថ្នាំ 3-4 មុខថ្នាំទឹកនោមផ្អែមផងថ្នាំលើសឈាមផងថ្នាំខ្លាញ់ផងហើយត្រូវលេបឲ្យទៀងពេលលេបឲ្យទៀងទាត់រាល់ថ្ងៃទៀតគាត់ថ្នាំទឹកនោមផ្អែមមិនមែនតូចណាធំដែរបងប្អូនមានអាខ្លះតូចមានអាខ្លះធំអញ្ចឹងទៅតែភាគច្រើនវាធំអញ្ចឹងណាគាត់ត្រូវគិតថាគាត់ត្រូវតមចំណីអាហារពីមុនគាត់ធ្លាប់ហូបអីកើតឥឡូវដូរទៅជាលេងហ៊ានហូបអីគ្រប់យ៉ាងទាំងអស់ក្នុងការតមអាហារវាសម្ពាធឲ្យអ្នកជំងឺក្នុងការខឹងខ្លួនឯងផងខឹងអ្នកជុំវិញខ្លួនពិសេសអ្នកផ្ទះជួនកាលគាត់មានលួចហូបអីខ្លះអញ្ចឹងណាពេលប្រពន្ធគាត់ដឹងឬក៏កូនចៅគាត់ដឹងអីស្ដីឲ្យគាត់ទៅអញ្ចឹងពេលខ្លះគាត់ខឹងរបស់ដែលធ្លាប់ហូបកើតទៅជាហូបលេងកើតហើយចង់ហូបក៏ហូបបានទៀតហើយត្រូវប្រពន្ធឬក៏កូននឹងស្ដីឲ្យទៀតហើយពីមុនគាត់ធ្លាប់ចូលចំណោមគេចោះទៅផឹកស៊ីអីចឹងទៅឬក៏គាត់មានមិត្តភ័ក្តិគាត់ប្រមូលហូបអីចឹងទៅណាតែដល់ពេលឥឡូវគាត់ចាប់ផ្ដើមមានតំណងបានគាត់ចាប់ផ្ដើមមានសម្ពាធហើយពេលពួកម៉ាក់គាត់ហៅទៅគាត់ត្រូវហូបអត់កើតផឹកអត់កើតអីដូចគេដូចពីកាលមុនអញ្ចឹងណាហើយក្រៅពីនឹងទៀតបើកើតឡើងលើអ្នកដែលមានអាយុច្រើនបើគាត់ពឹងទៅកូនគាត់ទៀតអញ្ចឹងគាត់សម្ពាធមួយទៀតគាត់អត់ចង់មកពេទ្យប្រហែលទេដោយសារគាត់ខ្លាចចំណាយលុយទៅលើការព្យាបាលរបស់គាត់អស់ច្រើនអញ្ចឹងគាត់អត់ចង់ឲ្យកូនគាត់ប្រហែលអ្នកខ្លះឈានដល់សំថ្នាំបងប្អូនថ្នាំប្រមាណគ្រូពេទ្យឲ្យលេបមានព្រឹកល្ងាចគាត់លេបតាមមួយពេលទេអញ្ចឹងគាត់ខ្លាចអស់ថ្នាំនឹងច្រើនគាត់សំថ្នាំនឹងកុំឲ្យកូនគាត់អស់លុយច្រើនហ្នឹងគាត់ធ្វើទុកក៏គាត់អត់ប្រាប់កូនចៅគាត់ថាគាត់ធ្វើទុកដែរហើយក្រៅពីនឹងទៀតឧទាហរណ៍ដូចអ្នកខ្លះគឺគាត់ខ្លាចផលវិបាកចេញពីជំងឺនឹងពេកគាត់ខ្លាចថាតម្រងនោមគាត់មានបញ្ហាអញ្ចឹងគាត់អាចឈានដល់ការលាងឈាមព្រោះយើងគាត់ឮថាអ្នកជំងឺទឹកនោមផ្អែមអាចវិវត្តទៅដល់ជំងឺខ្សោយតម្រងនោមហើយឈានដល់ការលាងឈាមទៅអញ្ចឹងគាត់ដេកភ័យពីរឿងទាំងអស់ហ្នឹងឯងហើយអ្នកខ្លះវិញទៀតគឺផលវិបាករបស់ជំងឺទឹកនោមផ្អែមហ្នឹងវាអាចឲ្យខ្សោយនៅសមត្ថភាពផ្លូវពេទ្យអញ្ចឹងសម្ពាធណាដៃគូប្តីប្រពន្ធកាលណាគាត់អស់ចំណងអត់មានការរួមភេទកើតដោយការពីមុនអញ្ចឹងគឺគាត់បាក់ទឹកចិត្តដែរអាហ្នឹងក៏ជាចំណែកមួយដែរដែលឲ្យសម្ពាធទៅគាត់ហើយដោយសារតែជំងឺនឹងព្យាបាលអត់ជាដាច់អញ្ចឹងវាត្រូវទាមទារការចំណាយទៅលើថ្នាំការតាមដានការថតឆ្លុះការស្វែងរកផលវិបាកផ្សេងពីជំងឺនឹងអញ្ចឹងបើយើងគិតទៅអ្នកជំងឺទឹកនោមផ្អែមអ្វីដែលយើងត្រូវគិតបន្ថែមពីលើនឹងក្រៅពីការព្យាបាលរូបរាងកាយរបស់គាត់យើងត្រូវតកតងនឹងការលើកទឹកចិត្តគាត់តកតងនឹងសួរនាំពីបញ្ហាផ្លូវចិត្តរបស់គាត់តដល់ចំណុចណាហើយ